កំហុសឆ្គងធំៗទាំង3ដែលអ្នកលេងហ្គេម Mobile Legends សឹងតែ 99% ធ្វើនៅក្នុងការប្រកួតកំហុសឆ្គងទី1នោះគឺការពាក់ item Divine កលែវនៅក្នុង early game អ្នកគ្នាដឹងហើយថា item Divine កលែវនៅពេលដែលយើងពាក់ early ឬក៏ពាក់ជា item ទី1គឺវាអាចជួយឲ្យយើងបានច្រើនទេលុះត្រាតែនៅខាងគេគឺមាន Magic Defense ទៅវាអាចជួយយើងបានខ្លះចឹងហើយយើងគួរតែពាក់ item ណាដែលវាមាន Magic Damage ធំសិនទៅចាំពាក់ Divine កលែវតាមក្រោយកំហុសឆ្គងទី2នោះគឺការពាក់ item Guardian Helmet ដើម្បីយកឈាមច្រើននៅពេលដែលខាង enemy មានរូបពណ៌អំដូចជា Cloud និង Carry ជាដើមកំហុសឆ្គងទី3នោះគឺការពាក់ item Sky Piercer នៅពេលដែលហ្គេមកំពុងតែចាញ់ប្រៀបខាង enemy អ្នកគ្នាគួរតែកុំទិញ Sky Piercer អីបើមិនជាអ្នកគ្នាអត់មាន kill ឬក៏កំពុងតែចាញ់ប្រៀបនៅខាង enemy តើទៅវិញអ្នកគ្នាគួរតែពាក់ item ណាដែលអាចឲ្យអ្នកគ្នារស់បានយូរនិងមាន utility សម្រាប់ក្រុមដើម្បីអាចនឹង comeback ហ្គេមឡើងវិញសម្រាប់កំហុសឆ្គងទាំង3ចំណុចនេះខ្ញុំជឿថាអ្នកលេងហ្គេមសឹងតែ 99% ធ្លាប់បានធ្វើវាចឹងហើយអ្នកគ្នាគួរតែកែប្រែចំណុចមួយនឹងចេញទៅដើម្បីឲ្យហ្គេមអ្នកគ្នាកាន់តែប្រសើរឡើង